chắc con lớn lên sau quá thì phải muối nó cao đi cái lịch sử chắc là phải đi đến nào từ không con lớn sau quá thì phải muối đi ăn quá cứ ở đây như con ra cứ ra thì sát tay con thầy vô phải có sai bằng nhá nên thằng con thì vô bằng nhá có sai ai tới chỉ sát để ăn giấy nên bị sát hai ở đây là thằng nước cứ qua bên sau mặt biết ai có cao bằng hai được không còn má hay có sai bằng nhá
ការពិតដែលខាងក្នុងការបាយចែកក្រុមចុះដែលខាងក្នុងការបាយចែកក្រុមទី1គឺយើងត្រូវមានលក្ខខណ្ឌការជ្រើសរើសប្រធានក្រុមប្រភេទសិស្សតាមកម្រិតហើយនឹងការពិភាក្សាគ្នាចុះឧទាហរណ៍ជាស្ដែងនេះគឺខ្ញុំលើកអំពីករណីសិក្សាមួយគឺការស្វែងរកទីកន្លែងចក្រកម្មនៅក្នុងមេរៀនថ្នាក់ទី5និងថ្នាក់ទី6អញ្ចឹងក្នុងការជ្រើសរើសក្រុមអញ្ចឹងការជ្រើសរើសបែបក្រុមគឺស្ថិតអំពីកម្រិតសិក្សារបស់សិស្សអញ្ចឹងក្នុងក្រុមនីមួយៗគឺត្រូវមានសិស្សប្រភេទ Grade A Grade B ហើយនិង Grade C អញ្ចឹងសិស្សដែលមាន Grade A យើងចាត់ទុកថាជាសិស្សដែលពូកែ Grade B យើងចាត់ទុកថាជាសិស្សដែលមធ្យមហើយនិង Grade C គឺសិស្សដែលរៀនជឿអញ្ចឹងមានថាគ្រូគឺត្រូវចាត់ថាក្នុងក្រុមមួយគឺត្រូវមានសិស្សចូលគ្នាដល់3ប្រភេទហ្នឹងគឺយើងមិនអាចដាក់តែសិស្សពូកែសិស្សសើឬក៏សិស្សរៀនជឿជាមួយគ្នាបានទេមូលហេតុដែលយើងត្រូវដាក់សិស្សរៀនជឿដើម្បីឲ្យគាត់សិក្សារៀនសូត្រពីសិស្សរៀនពូកែនិងសិស្សរៀនមធ្យមហើយពួកគាត់គឺអាចជួយគ្នាទៅវិញទៅមកបានចា៎យើងមកឧទាហរណ៍ជាស្ដែងពីការគណនារកទីកន្លែងចតុរកែអញ្ចឹងក្នុងនេះណាគ្រូក៏អាចចាត់សិស្សដែលនៅក្នុងសមាជិកក្រុមនោះមួយណាជាប្រធានមានថាក៏អាចជាគ្រូក្រុមសមាជិកក្រុមទាំងមូលអញ្ចឹងប្រធានយើងចាត់ទុកសិស្សប្រភេទពួក Grade A អញ្ចឹងបែរនៅក្នុងការគណនាអញ្ចឹងសិស្សមធ្យមនៅក្នុងការគណនាក៏អាចពិភាក្សាគ្នាទៅវិញទៅមកដើម្បីរកទីកន្លែងចតុរកែនោះចាត់ទៅពួកសិស្សមធ្យមឬក៏សិស្សចាត់ពួកសិស្សមធ្យមក៏អាចទៅថាមានវិធីណាដើម្បីរកចម្លើយចាសិស្សរៀនជឿក៏គាត់អាចមានគំនិតជាមួយគ្នាចាបែរគាត់ពិភាក្សារួចគឺក្នុងដំណាក់កាលដែលគាត់ត្រូវពិភាក្សាអញ្ចឹងក្នុងការពិភាក្សាមានន័យថាក្រុមមួយៗឬក៏សមាជិកមួយៗក្នុងក្រុមក៏ត្រូវគិតពីដំណោះស្រាយរៀងៗខ្លួនហើយយកមកប្រកបបញ្ហារៀងៗខ្លួននៅក្នុងការពិភាក្សាក្រុមហើយមួយវិញទៀតនៅក្នុងការពិភាក្សានៅពេលដែលសិស្សគាត់ត្រូវបកស្រាយនោះគឺយើងអាចប្រើយុទ្ធវិធីផ្សេងៗដើម្បីជួយគាត់ដូចជាការយុទ្ធវិធីសល់ conversation ឬក៏ CPC ជាដើមចាអញ្ចឹងគាត់ពីសិស្សមកចូលពិភាក្សារួចចំពោះសិស្សដែលមួយចំនួនចាដែលគាត់គិតរៀនខ្លួននៅក្នុងគាត់សុទ្ធហើយសិស្សរៀនយឺតគាត់ថាដើម្បីគេនេះទៅកន្លែងចតុរកែណាគឺគាត់មហាជារដ្ឋមានថាគាត់បកកន្លែងទៅរកទៅក្នុងផ្ទៃកន្លែងចតុរកែទៅចំណែកសិស្សមធ្យមគឺគាត់អត់បានរាប់ទេគាត់ទៅថាយកប្រវត្តិបណ្ដាលទៅជួយនឹងប្រវត្តិទៅអញ្ចឹងមានថាគំនិតគាត់គេហ្នឹងគឺខុសគ្នាចំណែកសិស្សពូកែគឺគាត់នឹងត្រូវតែគណនាអាចរកផ្ទៃកន្លែងបានហើយគាត់ខែទៅអាចទីរករំលឹកបានទៀតចាអញ្ចឹងលោកអាចគិតពីទីការគណនាផ្ទៃកន្លែងផ្ទៃហៅចាអាចជាលោកអាចគិត1នាទីចាអញ្ចឹង1នាទីគឺបានបញ្ចប់ហើយខ្ញុំសូមលោកគ្រូម្នាក់អាចសូមឆ្លើយបានទេថាប្រើវិធីសាស្ត្រដើម្បីគណនារកផ្ទៃនៅបែបនេះចប់បាទអរគុណសម្រាប់គ្រូពួកខ្ញុំផ្ទាល់តាមរយៈការមើលរូបភាពនេះដែលការចេញត្រីកោណទាំងពីរដែលជាចតុរកែមួយអញ្ចឹងកន្លែងនេះបើសិនជាយើងចង់ទីរកត្រីកោណតែមួយគឺយើងអាចយកកន្លែងទទឹងរបស់ចតុរកែនេះដែលវាទីនេះវាខ្លាយដូចជាកម្ពស់របស់ត្រីកោណបាទហើយមួយទៀតប្រវត្តិអ្វីដែលជាបណ្ដោយចតុរកែនេះនៅទីនេះតែកាលណាយើងពុះអញ្ចឹងវានឹងខ្លាយទៅជាហៅថាបាតរបស់ត្រីកោណវិញបាទអញ្ចឹងបើសិនជាយើងចង់រកទីកន្លែងរបស់ត្រីកោណចំហៀងដែលគូស្នូហ្នឹងយើងយកបាតគុណកម្ពស់ប៉ុន្តែរកតែចំហៀងទេដោយសារវាជាពុះជា2ទីសញ្ចែកជា2ទៀតអញ្ចឹងមានថាព្រមមុនតែត្រីកោណគឺត្រូវយក1ចែក2ហើយគុណឲ្យ3គុណឲ្យ4ទៀតអរគុណច្រើនសូមតែជួយលោកគ្រូ